ជីវកម្មខ្នាតតូចៗជាច្រើននៅក្នុងវិស័យជលផលក្រោយប្រមូលផលនិងផ្នែកកសិម្ហូបអាហារមានឆន្ទៈចង់អភិវឌ្ឍនិងលូតលាស់ប៉ុន្តែខ្វះសេវាកម្មគាំទ្រអាជីវកម្មដែលសមស្របនិងផ្ដល់ការណែនាំជាក់ស្ដែងតាមស្ថានភាពពិតឆ្លើយតបទៅនឹងតម្រូវការនេះគម្រោង Catfish Capture បានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកសេវាកម្មអភិវឌ្ឍអាជីវកម្មអារម្មណ៍របស់ខ្ញុំផ្ទាល់ទទួលវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺសំខាន់ខ្លាំងមែនតើអញ្ចឹងយើងមើលឃើញការផ្លាស់ប្ដូររបស់គាត់សំខាន់ហ្មងទីមួយគឺការផ្លាស់ប្ដូររូបរាងនៃផលិតផលរបស់ពួកគាត់តែធ្លាប់តែការវិខ្ចប់សាមញ្ញធម្មតាខ្លះជាការវិខ្ចប់មួយដែលបញ្ជាក់អំពីគុណភាពនៃផលិតផលរបស់ពួកគាត់ហើយយើងអាចមើលឃើញថាសហគ្រាសរបស់ពួកគាត់បានពង្រឹងទៅលើអនាម័យដែលគាត់ទទួលបាន CQS certificate ហើយនិង HACCP certificate ឥឡូវនេះផលិតផលជាច្រើនតាក់ទងជាមួយនឹងវិស័យជលផលក្រោយប្រមូលផលហ្នឹងឃើញថាមានដាក់លក់នៅក្នុងទីផ្សារទំនើបហើយក៏ពួកគាត់បាននាំចេញជាផ្លូវការទៅប្រទេសមួយចំនួនរួចទៅហើយបន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលពីផែនការអាជីវកម្មមកយើងឃើញថាខ្ញុំអាចមានសមត្ថភាពអាចគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឯងបានហើយបូកផ្សំទាំងផ្នែកធនធានមនុស្សហើយនិងខាងផ្នែក inventory ដែលយើងហៅថា stock ហ្នឹងតាំងពីមានវគ្គបណ្ដុះបណ្ដាលរបស់គម្រោង Catfish Capture មកយើងមានការកត់ត្រាមានសភៅទិញចូលនិងសភៅលក់ចេញទី2ទាក់ទងជាមួយនឹងផែនការដែលយើងអាចទទួលបានពីគម្រោងគាត់បានបរៀនយើងហ៊ានធ្វើថា3ឆ្នាំទៅមុខទៀតយើងត្រូវការធ្វើអីហ្នឹងហើយដូចជាសិប្បកម្មរបស់ខ្ញុំមានផែនការថា3ឆ្នាំទៅមុខទៀតយើងនឹងបង្កើតផ្សារសុវត្ថិភាពមួយសម្រាប់លក់ផលិតផលផ្ទាល់ខ្លួនឯង